មិនចង់ប្រូឈាមទេ6ទម្លាប់នេះអាចជួយអ្នកបញ្ជាបញ្ហាខូចតម្រងនោមករណីលាងឈាមដោយសារខូចតម្រងនោមឃើញមានច្រើនខ្លាំងមែនទែននៅពេលបច្ចុប្បន្នជំងឺនេះកើតឡើងមិនធ្វើឲ្យមនុស្សដឹងខ្លួនទេជាពិសេសនៅដំណាក់កាលដំបូងព្រោះវាមិនបង្ហាញសញ្ញាច្បាស់លាស់ណាមួយឡើយអ្នកជំងឺភាគច្រើនដែលដឹងខ្លួនគឺនៅពេលដែលពួកគេឈានដល់ដំណាក់កាលធ្ងន់ធ្ងររួចទៅហើយដូច្នេះហើយដើម្បីបញ្ជៀសហានិភ័យនិងការពារតម្រងនោមឲ្យមានសុខភាពល្អអ្នកទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ឲ្យខ្លាំងនិងតាមដានសុខភាពខ្លួនឯងឲ្យបានជាប្រចាំយោងតាមអត្ថបទសារព័ត៌មាន Massachusetts General Hospital មានទម្លាប់6យ៉ាងដែលអ្នកគួរអនុវត្តដើម្បីបញ្ជៀសហានិភ័យខូចតម្រងនោម 1. តាមដានសម្ពាធឈាមជាប្រចាំសម្ពាធឈាមខ្ពស់អាចបណ្ដាលឲ្យតម្រងនោមខូចបន្តិចម្ដងដោយមិនដឹងខ្លួនសម្ពាធឈាមដែលត្រូវបានចាត់ទុកថាមានសុខភាពល្អគឺប្រហែល120លើ80ប្រសិនបើលទ្ធផលសម្ពាធឈាមលើពី140លើ90នោះមានន័យថាអ្នកប្រឈមនឹងជំងឺលើឈាមហើយគួរតែไปគ្រោះជាមួយគ្រូពេទ្យ 2. ធ្វើលំហាត់ឲ្យបានទៀងទាត់លំហាត់មិនត្រឹមតែជួយឲ្យរាងកាយសម្បូរថាមពលទេប៉ុន្តែវាក៏ជួយបន្ថយហានិភ័យនៃជំងឺតម្រងនោមដូចគ្នាកាលណាយើងធ្វើសកម្មភាពរាងកាយច្រើនសម្ពាធឈាមរបស់យើងនឹងនៅថេរជំនួយដល់សុខភាពបេះដូងនិងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ 3. គ្រប់គ្រងជាតិស្ករក្នុងឈាមជំងឺទឹកនោមផ្អាមជាមូលហេតុធំបំផុតមួយដែលធ្វើឲ្យកើតជំងឺតម្រងនោមនៅពេលជាតិស្ករក្នុងឈាមខ្ពស់តម្រងនោមទៅធ្វើការខ្លាំងជាងមុនដើម្បីច្រោះឈាមដែលអាចបណ្ដាលឲ្យវាខូចបន្តិចម្ដងប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមគួរតែគ្រប់គ្រងជាតិស្ករក្នុងឈាមដោយគ្រប់គ្រងលើរបបអាហារញ៉ាំអាហារដែលសម្បូរជីវជាតិប្រើថ្នាំឬអាំងស៊ូលីនតាមការណែនាំវេជ្ជបណ្ឌិត 4. ត្រូវញ៉ាំអាហារណាដែលល្អសម្រាប់សុខភាពអាហារដែលល្អសម្រាប់តម្រងនោមគួរមានជាតិសូឌីយ៉ុមទាបនិងជៀសវាងអាហារចៀនឬអាហារកែច្នៃត្រូវផ្ដោតលើអាហារដូចជាផ្លែឈើបន្លែគ្រាប់ធញ្ញជាតិគ្រាប់សណ្ដែកនិងប្រភេទប្រូតេអ៊ីនគ្មានខ្លាញ់ប្រសិនបើអ្នកត្រូវបានវិនិច្ឆ័យថាមានជំងឺតម្រងនោមនៅដំណាក់កាល3ឡើងទៅអ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញផ្នែកអាហារដើម្បីទទួលបានការណែនាំអាហារដែលសមស្របជាងនេះ 5. ផឹកទឹកឲ្យបានគ្រប់គ្រាន់ទឹកជួយឲ្យតម្រងនោមធ្វើការច្រកជាតិពុលនិងជាតិសូដ្យូមចេញពីរាងកាយការរក្សាអត្រាទឹកគ្រប់គ្រាន់ជួយបង្ការការកកើតគ្រោះក្នុងតម្រងនោមបរិមាណទឹកដែលល្អអាស្រ័យលើទម្ងន់និងសកម្មភាពប្រចាំថ្ងៃតែជាទូទៅសម្រាប់បុរសគួរផឹកទឹក 3.7 លីត្រនិងស្ត្រីគួរផឹកទឹក 2.5 ទៅ 3 លីត្រក្នុងមួយថ្ងៃប្រសិនបើអ្នកធ្លាប់មានគ្រោះក្នុងតម្រងនោមអាចត្រូវផឹកទឹកបន្ថែមដើម្បីការពារ 6. ជៀសវាងការជក់បារីនិងប្រើថ្នាំមិនមានវេជ្ជបញ្ជាការជក់បារីធ្វើឲ្យសរសៃឈាមខូចនិងបន្ថយសមត្ថភាពតម្រងនោមបើអ្នកឈប់ជក់បារីអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមបានយ៉ាងច្រើនបន្ថែមទៀតនោះការប្រើថ្នាំបំបាត់ឈឺជក់យូរពេកប៉ះពាល់ដល់តម្រងនោមដូចគ្នាបើសិនជាអ្នកត្រូវប្រើថ្នាំទាំងនេះរឿយៗគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកជម្រើសសុវត្ថិភាពជាងនេះទៀត